គេខ្លះដែលអង្គុយធ្វើការសុកស្រាប់តែមានអារម្មណ៍ចង់ដើរលេងខ្ញុំកាលពីសប្តាហ៍មុនប្រហែលជាម៉ោង3រសៀលអង្គុយនៅ office សុកស្រាប់តែមានអារម្មណ៍ចង់ជិះម៉ូតូហើយអារម្មណ៍ដែលចង់ជិះម៉ូតូហ្នឹងវាមិនមែនផ្លូវធម្មតាទៀតវាមានអារម្មណ៍ចង់ជិះផ្លូវបត់ផ្លូវកែងហើយជាប់ជើងភ្នំអីចឹងទៅហើយសញ្ញាដែលលោតក្នុងខួរហ្នឹងមិនមែនខេត្តកពតហើយក៏មិនមែនខេត្តកំពង់ស្ពឺទៀតវាចេះតែលោតឥតឈប់ឈរហ្នឹងគឺខេត្តមណ្ឌលគិរីដោយសារតែខេត្តមណ្ឌលគិរីបើយើងនិយាយទៅវាឆ្ងាយដែរហើយរយៈពេលនៃការទៅនេះក៏ប្រើពេលរៀងយូរអញ្ចឹងក៏សម្រាប់ចិត្តភ្លាមយកម៉ូតូទៅត្រួតពិនិត្យដើម្បីនៅពេលដែលជិះទៅការពារកុំឲ្យមានអារម្មណ៍ចេះឬក៏អារម្មណ៍ចុះអីចឹងទៅអូដល់ពេលនិយាយអំពីពាក្យថាការពារខ្ញុំក៏ចង់អរគុណទៅដល់ OS7 Cambodia ដែលជំរុញឲ្យមានវីដេអូនេះកើតឡើងសម្រាប់អ្នកដែលស្វែងរកផលិតផលដែលជួយការពារស្បែកមុខឲ្យមានសុខភាពល្អអ្នកទាំងអស់គ្នាកុំភ្លេចតាមដាន OS7 Cambodiaសួស្តីបងយកអាយឡាតេស្ករ21និយាយតាមត្រង់មុនពេលចេញដំណើរហ្នឹងខ្ញុំមានកូនចិត្តមួយរៀងរុញរាខ្លាំងបន្តិចដែរដោយសារតែទឹកដីម្ដុំខេត្តស្វាយរៀងស្ទឹងត្រែងក៏ដូចជាមណ្ឌលគិរីហ្នឹងខ្ញុំអត់ធ្លាប់ដែរទៅពីមុនមកសោះហើយអ្វីដែលខ្ញុំស្ទើរតែចង់ផ្លាស់ប្ដូរគោលដៅរបស់ខ្ញុំហ្នឹងដោយសារតែក្នុងខួរក្បាលរបស់ខ្ញុំហ្នឹងចេះតែនឹកឃើញថាខ្លាចម៉ូតូមានបញ្ហាពាក់កណ្ដាលផ្លូវក៏ដូចជាផ្លូវដែលទៅហ្នឹងវាដាច់ស្ងាត់ឆ្ងាយពេកប៉ុន្តែកំឡុងពេលដែលអារម្មណ៍នឹងលោតមកខ្ញុំក៏បានសួរខ្លួនឯងថាតើខ្ញុំពិតជាចង់ទៅនឹងមែនអត់បើពិតជាចង់ទៅខ្ញុំគិតថាបញ្ហាប៉ុណ្ណឹងវាមិនមែនជាបញ្ហាសម្រាប់ដំណើរមួយហ្នឹងទេសម្រាប់ខ្ញុំផ្ទាល់ខ្ញុំជឿលើរឿងមួយនៅក្នុងជីវិតរបស់យើងបើយើងពិតជាចង់បានអ្វីមួយពិតប្រាកដចេញពីបេះដូងរបស់យើងមែនមិនថារបស់ហ្នឹងវាពិបាកប៉ុណ្ណាទេនៅថ្ងៃណាមួយដែលយើងក្រាញ់ននាលនៅតែចង់បានវានឹងខ្លាចទៅជារបស់យើងជាមិនខានបងសុំជួតង់មួយបងសុំជួតង់មួយបាទតែជុំនោះហើយភ្លៀងបង បន្ទាប់ពីធ្វើដំណើរអស់រយៈពេល6ទៅ7ម៉ោងអ្វីដែលជាបញ្ហាដែលខ្ញុំធ្លាប់គិតមុននឹងខ្ញុំធ្វើដំណើរចេញមកវាបែរទៅជាអត់មានផ្លូវដែលខ្ញុំគិតថាវាឆ្ងាយបែរទៅជាផ្លូវដែលខ្ញុំគិតថាចិត្តវិញដោយសារតែទេសភាពព្រៃភ្នំដ៏ខៀវស្ងាត់ខ្យល់បក់ត្រជាក់វាគ្របដណ្ដប់ឲ្យអារម្មណ៍របស់ខ្ញុំបាត់នៅភាពនឿយហត់នៅក្នុងការធ្វើដំណើរមកទីនេះហើយមួយវិញទៀតផ្លូវដែលខ្ញុំគិតថាស្ងប់ស្ងាត់វាបែរជាមានឡានជិះឆ្លងកាត់ខ្វាត់ខ្វែងដំណើរមួយនេះបានបង្រៀនឲ្យខ្ញុំដឹងថាបើយើងពិតជាចង់ពិតប្រាកដរហូតដល់80ឬក៏ 90% ចេញពីក្នុងចិត្តរបស់យើងហើយសូមកុំស្ទាក់ស្ទើរហាមឃាត់ដំណើរមួយនឹងអីឲ្យចិត្តយើងបដិញ្ញានឹងចូលឈ្នះទៅលើភាពអវិជ្ជមានហើយយើងបន្តដំណើរដោយភាពប្រុងប្រយ័ត្នទោះជាយូរមិនឆាប់យើងទៅដល់ទីកន្លែងដែលយើងចង់ទៅ